សួស្តីបងប្អូនថ្ងៃនេះគ្រូមកបង្ហាញកំណត់សំខាន់នៅក្នុងរឿងព្រះអាទិត្យថ្មីរើផែនដីចាស់អញ្ចឹងរឿងព្រះអាទិត្យថ្មីរើផែនដីចាស់គឺជាសាច់រឿងមួយដែលកើតឡើងនៅក្នុងសម័យអាណានិគមបារាំងផងនិងសម័យសង្គមរាស្ត្រយួនផងតោះអញ្ចឹងនៅក្នុងរឿងនេះគឺបង្ហាញអំពីដំណើរជីវិតរបស់តួអង្គសំដែលរស់នៅឆ្លងកាត់សង្គមពីរសម័យកាលណាហ្នឹងហើយឥឡូវចូលដល់កំណត់សំខាន់វិញកំណត់សំខាន់ទី1នៅក្នុងរឿងហ្នឹងគឺបង្ហាញអំពីកំណើតជីវិតថ្មីក្នុងដែនដីចាស់អញ្ចឹងបានន័យថាតួអង្គសំហ្នឹងគាត់បានចាប់ផ្ដើមជីវិតជាថ្មីនៅលើដែនដីចាស់គឺចាប់ផ្ដើមជីវិតជាថ្មីហ្នឹងនៅសម័យសង្គមរាស្ត្រយួនឃើញទេជីវិតសំរស់នៅក្នុងសម័យអាណានិគមបារាំងហ្នឹងគឺពិបាកខ្លាំងណាស់ទី2បង្ហាញពីការតស៊ូនិងសេចក្តីសង្ឃឹមអញ្ចឹងសំគាត់តែងតែជឿថាការតស៊ូព្យាយាមរបស់គាត់ថ្ងៃណាមួយគាត់នឹងមានផលតបស្នងឃើញទេទី3បង្ហាញពីការសាមគ្គីក្នុងសង្គមបង្ហាញពីការសាមគ្គីភាពរបស់មនុស្សក្នុងសង្គមដោយនិយាយពេញនិយាយប៉ោះអញ្ចឹងបានជួយយកអាសាសំជួយសម្រាលកូនរបស់សំពេលនាងសយឆ្លងទន្លេហ្នឹងហើយទី4បង្ហាញពីការផ្លាស់ប្ដូរគំនិតនិងរបៀបរស់នៅទី5បង្ហាញពីតម្លៃជាមនុស្សនិងសេចក្តីមេត្តាករុណាដូចនិយាយពេញនិយាយប៉ោះអញ្ចឹងឃើញណាជួយសំជួយសម្រាលកូនរបស់សំហ្នឹងទាំងមិនគិតប្រាក់ឲ្យធ្វើម៉េចឲ្យតែបានណាទី6បង្ហាញពីភាពអយុត្តិធម៌អញ្ចឹងនៅរឿងនេះគឺបង្ហាញអំពីភាពអយុត្តិធម៌នៅក្នុងសង្គមយើងឃើញថានៅឈុតមួយនៅក្នុងសាច់រឿងហ្នឹងនៅពេលដែលនាងសយឈឺពោះឆ្លងទន្លេហ្នឹងឆ្លងអត់រួចហ្នឹងសំហ្នឹងក៏បានទៅរកគ្រូពេទ្យនរាប៉ុន្តែគ្រូពេទ្យនរាហ្នឹងតើឲ្យលុយគាត់បានគាត់ព្រមសម្រាប់អញ្ចឹងចុងក្រោយឃើញនាងហេងនាងសយនឹងស្លាប់អត់ហ្នឹងហើយដោយសារសម្រាប់កូនមិនរួចសម្រាប់បងប្អូនដែលចង់រៀនតែងសេចក្តីតាមអនឡាញជាមួយគ្រូថ្ងៃសៅរ៍ថ្ងៃអាទិត្យម៉ោង2ដល់ម៉ោង4តម្លៃ$15សម្រាប់បងប្អូនរៀនវគ្គនេះបងប្អូននឹងទទួលបានសភៅយកទៅអនុវត្តរៀនជាមួយគ្រូតាមសភៅនឹងតែម្ដងអញ្ចឹងកុំភ័យថារៀនអនឡាញអីអត់ចេះអត់អីទេណាគ្រូមានបច្ចេកទេសនៅក្នុងការរៀនបងប្អូនអាចជឿទុកចិត្តបានអញ្ចឹងកុំភ្លេចតាក់ទងមកគ្រូបានណាហើយវគ្គនឹងដែរយើងចាប់ផ្ដើមចាប់ពីខែ4ទៅណាបាទអរគុណ